បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបានធ្វើវីដេអូបង្ហាញបាទរូបបាទស្ដេចទេវតាទាំង4បាទហើយបង្ហាញជូនពុកម៉ែបានទស្សនាបាទហើយប្រភេទຂະຫນាតដាក់តាំងអាសនៈបាទនេះគឺប្រភេទឈើធ្នង់បាទហើយស្ដេចទេវតាទាំង4បាទគាត់កាន់ធ្នូបាទនឹងដៃម្ខាងលាក់មកក្រោមហើយនឹងមានពោះពាត់ហើយនឹងខ្សែធ្នូបាទកម្ពស់បាន3 តឹកជាងបាទຂະຫນាតតាំងដាក់អាសនៈបាទហើយរូបនេះដូចជាឮម្ចាស់គាត់ថាយកទៅដាក់ប្រភុំបាទប្រហែលប៉ុណ្ណាដាក់ប្រភុំ4ទិសបាទឈើធ្នង់បាទស្អាតចម្លាក់គឺយើងឆ្លាក់ដោយដៃ 100% បាទហើយឥឡូវទៅធ្វើបាន3អង្គទេបានស្ដេចវេស្សវណ្ណមួយបាទហើយនឹងរូបមួយអង្គនេះទៀតហើយនេះកាន់ពិនបាទហើយជាប្រភេទបាទឈើបាទនឹងពួនក្លឹម7បាទខ្មៅល្អមែនណាបាទយូរទៅកាន់តែខ្មៅទៅបាទប្រភេទក្លឹម7បាទស្អាតហើយចម្លាក់គឺខ្ញុំបាទឆ្លាក់ដោយដៃផ្ទាល់ 100% បាទហើយនៅលើប្រកេះនេះគឺមានប្រភៈបាទមួយអង្គទៀតបាទនៅលើប្រកេះនេះបាទស្អាតបាទនៅសល់មួយអង្គទៀតកាន់ប្រខាន់បាទប្រមាត់ប៉ុណ្ណាកាន់ប្រខាន់ដាវដងវែងបាទប្រឈរបាទស្អាតក្លំ7មួយអង្គនេះស្អាតមែនទែនខ្មៅល្អបាទខ្ពស់3 តឹកដូចគ្នា3 តឹកជាងបាទស្អាតហើយនេះគឺឈើកញ្ញូងម្ដុំខាងក្រោមនេះគឺត្រៀមធ្វើមួយអង្គទៀតបាទអញ្ចឹងមួយអង្គទៀតគឺគ្រប់4អង្គជូនពូហើយបាទហើយសម្រាប់នៅខាងក្រោមនេះគឺរូបលោកឪសក់ធំបាទឬក៏លោកឪធំបាទឬក៏គេហៅថាលោកគ្រូធំបាទស្ដេចរាជគ្រូក៏បានលោកគ្រូធំក៏បានបាទលោកឪក៏បានបាទនឹងទៅតាមអ្នកហៅបាទហើយរូបសំណាកនេះគឺនៅលើភ្នំការីរុំបាទហើយនេះគឺរូបព្រះអង្គប្រភពកណេះបាទយើងយកលក្ខរចនាបថបុរាណបាទអត់មានក្បាច់អត់មានក្បោយទេបាទគឺយើងធ្វើអញ្ចឹងហើយគាត់ទុកលៀតអញ្ចឹងយើងអត់ចាក់ក្បាច់ទេគឺគាត់ទុកចាយន់ចាអីតាមគាត់ចង់ចាណាបាទនឹងចាយន់ខាងការពារបាទខាងក្របខាងអីទៅបាទហើយសម្រាប់ខ្ញុំនេះបាទអត់ចេះចាទេបាទរូបលោកឪបាទហើយសម្រាប់ខាងនេះគឺប្រភេទក្លឹមវក់ក្លូតបាទបងប្អូនណាក្លឹមវក់ក្លូតនេះបងប្អូនអាចកំងបានកូនក្រកក៏បានបាទព្រះអង្គខ្វាមក៏បានបាទស្អាតណាបាទហើយនៅខាងលើនេះបាទត្រៀមឆ្លាក់ជូនគាត់មួយអង្គទៀតហើយបាទស្អាតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់ចង់ឆ្លាក់បាទអាចទៅតាមខ្ញុំបានហើយសម្រាប់ទីតាំងគឺនៅខាងស្រុកអង្គស្នូខេត្តកណ្ដាលបាទផ្លូវជាតិលេខ4បាទពុកម៉ែបងប្អូនអាចតាក់ទងតាមលេខ Telegram ក៏បានបាទអាចផ្ញើមកក៏បានឬក៏ចង់មកដល់ទីតាំងផ្ទាល់ក៏បានបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចូលមើល Channel YouTube របស់ខ្ញុំបាទសូមជួយចុចបាទជាវនឹងផងបាទនឹងសញ្ញារូបបណ្ដឹងបាទដើម្បីទទួលបានវីដេអូថ្មីបាទអញ្ចឹងវីដេអូនេះបាទមានតែប៉ុណ្្នឹងបាទហើយក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាតែប៉ុណ្្នឹងបាទអរគុណច្រើននិងជម្រាបលា